គ្រប់ជ្រាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកងណាសម្រាប់មួយវីដេអូនេះដែរគឺជាសកម្មភាពរបស់បងពូខ្ញុំសូមហៅថាចំណោះទូកតែម្ដងចុះគឺពួកគាត់កំពុងតែសាមគ្គីគ្នាស្វាហាប់មែនទែនក្នុងការទម្លាក់នៅទូកងមួយគ្រឿងដែលទើបតែធ្វើឲ្យថ្មីថ្មោងណាដោយក្រុមជាងលោកពូត្រីសង្ហៀផងហើយសម្រាប់ទូកងមួយគ្រឿងនេះគឺមានឈ្មោះថាធិបតីសែនជ័យបារមីជំទាវម៉ៅណាដែលមានចំណោះហ្នឹងគឺ77នាក់សម្រាប់ទូកងមួយគ្រឿងនេះផងដែរគឺជាទូកងតំណាងឲ្យខេត្តប្រសេះនុកណាហើយសម្រាប់សពថ្ងៃគឺរក្សាទុកនៅក្នុងវត្តអំពរវ័នស្វាយដំណាក់ឃុំជំនិចស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំណាពុកម៉ែបងប្អូនអញ្ចឹងរងចាំទស្សនាទាំងអស់គ្នាសម្រាប់ទូកងដែលទៅតែធ្វើឲ្យមួយគ្រឿងនេះតើសម្រាប់ល្បឿនវិញយ៉ាងណាដែរតែបើនិយាយពីសម្រស់នៃទូកនេះគឺថាស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនអរគ្នា